មនុស្សដល់ល្អសម្រាប់ប្រទេសមួយនឹងអត់អូនណាបងនៅតែនិយាយថាអូនមានដឹងអត់ថាប្រទេសជាតិកំពុងត្រូវការធនធានមនុស្សដូចពួកអូនខ្លាំងណាស់ហេតុអីក៏អូនគិតខ្លីអូនណាបងអានសារព័ត៌មានមួយsocial media នៅចិត្តផ្ទះខ្ញុំនេះយុវតីម្នាក់រៀនដល់ថ្នាក់ទី12លោតទឹកសម្រាប់ស្ពានលោតទឹកសម្រាប់ខ្លួននៅស្ពានលីចំផាត់នេះអូនណាបងអានសារព័ត៌មាននេះឲ្យបងរន្ធត់ដោយសារនៅចិត្តផ្ទះបងពេកអូនណាតើអូនរៀនដល់ថ្នាក់ទី12ហើយអូនចឹងចំណេះដឹងទូទៅអូនច្រើនហើយចំណេះដឹងអូនរៀងក្រែលហើយហេតុអីក៏ការគិតអូននៅតិចយ៉ាងនេះហេតុអីក៏ចិត្តអូននៅតូចយ៉ាងនេះយុវជនចិនស្រីជាទីស្រឡាញ់ហេតុអីចិត្តអូនស្រាលយ៉ាងនេះណាអូនណាដឹងខ្លួនតិចទៅបើថាអ្នកណាកំពុងតែនៅចាំអូនគ្រួសារអូនណាម្ដាយឪពុកអូនខំបង្កើតអូនគាត់ប្រឹងណាស់រស់ស៊ីទាំងឈឺទាំងជាឥឡូវតែម្ដងស្ថានភាពសេដ្ឋកិច្ចអត់ល្អទេគាត់អត់ហ៊ានឈប់ទេណាអូនណាអូនណាអូនប៉ុណ្ណឹងអូនថាអូន depression អូនចង់សម្លាប់ខ្លួនអូនសម្លាប់ខ្លួនបាត់ចុះគាត់ជាអាណាព្យាបាលនេះឪពុកម្ដាយអូននេះគ្រប់គ្រងកូនមកកកោកនេះកំពុងតែតបប្រមល់តល់បធោទៅនឹងស្ថានភាពនេះសេដ្ឋកិច្ចហើយរដូវភ្លៀងអញ្ចឹងរឿងអីគាត់តែរឿងតូចចិត្តស្រាលអូនទៅសម្លាប់ខ្លួនបានយុវជនចិនស្រីជាទីស្រឡាញ់បងផាឡាអូនណាអូនត្រូវដឹងខ្លួនណាអូនជាធនធានមនុស្សដ៏ល្អកុំធ្វើអញ្ចឹងទៅបើអូននៅតែធ្វើអញ្ចឹងតើឲ្យប្រទេសជាតិមួយនេះសង្ឃឹមអីអូនណាអូនដឹងអត់អូនរៀនពីថ្នាក់ទី1ដល់ថ្នាក់ទី12អូនហេតុអីអូនអត់ចូលចំណេះដឹងដែលអូនរៀននេះចិត្តចាប់មកជុំឲ្យនេះយកមកគិតពិចារណាតិចទៅជីវិតនេះអត់មានត្រូវប្រៀបធៀបទេហើយអាយុអូននៅប៉ុណ្នេះណាបញ្ហាប៉ុណ្នេះនៅតិចទេអូនជួបរឿងរ៉ាវប៉ុណ្នេះអូននៅតិចទេហើយបងអត់បានស្ដាប់ព័ត៌មានទាំងអស់នោះទេប៉ុន្តែអូនអាចរៀនពីថ្នាក់ទី1ដល់ថ្នាក់ទី12បានន័យថាអាណាព្យាបាលអូនប្រឹងណាស់ឲ្យអូនរៀនដល់ថ្នាក់ទី12នៅសម័យឥឡូវនេះកាលពីជំនាន់បងអត់មានលុយទៅរៀនទេអូនម្ដាយបងកូន11នាក់អូនណាអញ្ចឹងណាអាណាព្យាបាលអូនប្រឹងណាស់បើគាត់អត់ប្រឹងមិនមែនឲ្យអូនរៀនបានដល់ថ្នាក់ទី12ទេអូនណាអញ្ចឹងអូនណាអូននៅជួបរឿងរ៉ាវជីវិតគឺជាវាលវត្តសង្សារមហាធំធេងអូនថាប៉ុណ្្នឹងអូនចង់សម្រាប់ខ្លួនអូនទៅលុបទឹកស្លាប់បាត់រឿងហ្នឹងទូចណាស់បន្តិចទៀតអូនជួបរឿងច្រើនជាងនឹងជីវិតគ្រួសារជួបរឿងផាត់ក្បត់ជួបរឿងបញ្ហាជាច្រើននៅរឿងរ៉ាវជីវិតអាម៉េចគេហៅថាវាលវត្តសង្សារមហាធំធេងដែលអូនត្រូវតែជួបមានរូបមានទុកណាអូនណាប៉ុន្តែព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអូនដឹងអត់ថាមិនឲ្យសម្លាប់ខ្លួនទេកាលណាអូនសម្លាប់ខ្លួនអូននឹងធ្លាក់ទៅអនន្តរិយកម្មជាតិក្រោយអូនជឿមិនជឿឲ្យទៅតែជាតិក្រោយអាយុប៉ុណ្ណឹងអូននឹងសម្លាប់ខ្លួនទៀតអូនណាបងស្ដាយណាអូនថាខ្ញុំឃើញ social media អូនតែសេអូនរៀបរាប់ពីទុកលំបាកអូនប៉ុន្តែបងថាតិចទេអូនទុកអូនប៉ុណ្ណឹងតិចណាពីព្រោះអាយុអូនប៉ុណ្ណឹងអត់ទាន់មានគ្រួសារអត់ទាន់ឆ្លងវាលវត្តសង្សារមហាធំធេងឆ្លងជួសគេហៅថាខ្ចប់ជួសជីវិតណាអូនណាអត់ទាន់បាន